ប្របារៀនគីមីខ្លាំងតោះអ្នកណាគេខ្លះដែលកំពុងតែជួបបញ្ហាពិបាកក្នុងការរៀនគីមីខ្លាំងមែនតើជាពិសេសគឺសិស្សានុសិស្សដែលកំពុងតែត្រៀមប្រឡងបាក់ឌុបឆ្នាំ2026នេះគឺប្រហែលជាខ្វាយខ្វល់ខ្លាំងហើយរឿងប្រឡងបាក់ឌុបនឹងឥឡូវនេះគឺមានវគ្គសិក្សាគីមីមួយដែលរៀនតាមរយៈអនឡាញអញ្ចឹងសិស្សានុសិស្សដែលចង់បំពន់បន្ថែមទៅលើផ្នែកគីមីអាចចុះឈ្មោះរៀនបានអញ្ចឹងចំពោះសិស្សច្បងដែលប្រឡងបាក់ឌុបហើយកុំភ្លេច share ឲ្យសិស្សប្អូនបានដឹងផងកុំចិត្តដាច់ពេកតាមធម្មតាវិញ្ញាសាគីមីនៅពេលដែលចេញមកវាស្រួលវាយ៉ាប់គឺអាស្រ័យទៅលើថាយើងចេះឬក៏អត់ទេអញ្ចឹងតែយើងចេះគឺស្រួលហើយចឹងធ្វើមកយកដើម្បីឲ្យខ្លួនឯងចេះបរងថ្ងៃធុញគីមីសឹងអីហ្នឹងអូនេះមិនប្រខិតតែសិស្សទី12ឯងគឺសិស្សសានុសិស្សហ្មងដែលត្រៀមប្រឡងបាក់ឌុបឆ្នាំណាឆ្នាំណីចឹងទៅអញ្ចឹងត្រូវរៀនមុនថ្នាក់ឲ្យហើយបើសិនជាចង់បាន A ត្រូវរៀនមុនខ្ញុំដូចគ្នាខ្ញុំរៀនមុនថ្នាក់ឧទាហរណ៍ខ្ញុំរៀនទី11អីខ្ញុំឆ្លៀតពេលទៅរៀនមួយពួកបងទី12ដើម្បី make relation ទំនាក់ទំនងមួយពួកគាត់ហើយបើខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀនមុនថ្នាក់ឲ្យទៅបើថាអត់មានថ្នាក់គ្រូបរិញ្ញានៅតាមជនបទអីទេអាចរៀនតាមរយៈអនឡាញបានខុសនេះគឺខ្ញុំនិយាយតាក់ទងជាមួយមុខវិជ្ជាគីមីវាពិបាកខ្លាំងណាស់នៅពេលដែលអ្នកទាំងអស់គ្នាប្រឡងបាក់ឌុបអ្នកទាំងអស់គ្នាថ្លឹងសម័យការអត់ត្រូវគឺអ្នកទាំងអស់គ្នា fail ទៅហើយគឺចឹងហើយបើថា plot តែថ្លឹងសម័យការមួយអត់យល់ពីសម័យការនឹងតែត្រូវធ្វើមិនទេគឺអ្នកទាំងអស់គ្នាអាចធ្វើលំហាត់បន្តបានទេអញ្ចឹងត្រូវតែរៀនបំពេញបន្ថែមហើយអញ្ចឹងខ្ញុំក៏ដូចគ្នាដែរកាលខ្ញុំនៅរៀនគឺខ្ញុំរៀនតាមអនឡាញទេដោយសារតែនៅតាមទីជនបទនោះគឺអត់មានគ្រូណាបរៀនទេអញ្ចឹងក៏ខ្ញុំសម្រេចចិត្តថារៀនអនឡាញទៅអញ្ចឹងកាលហ្នឹងអត់ដឹងមិនដែរខ្ញុំអូស scroll Facebook ទៅខ្ញុំឃើញគេបរៀនអនឡាញអីចឹងទៅខ្ញុំក៏រៀនតាមគាត់ទៅឥឡូវនេះក៏ខ្ញុំបានស្គាល់គាត់ខ្ញុំរៀនមួយគាត់តាមពីកាលជំនាន់នៅកូវីដដោយសារតែកូវីដនេះអត់ដឹងថារៀនអីធ្វើអីក៏ខ្ញុំសម្រេចចិត្តរៀនមួយគាត់មកទៅចំពោះសិស្សានុសិស្សទាំងអស់គ្នាដែលគិតថាខ្លួនឯងនឹងកំពុងតែខ្សោយទៅលើមុខវិជ្ជាគីមីហើយអាចរៀនជាមួយគាត់បានអញ្ចឹងអ្នកទាំងអស់គ្នាអាចទំនាក់ទំនងគាត់តាមរយៈ Telegram Facebook TikTok ដែលខ្ញុំបានដាក់នៅខាងលើនេះបានរៀនមួយគាត់ត្រូវអនុវត្តឲ្យបានទៀងទាត់ត្រូវអនុវត្តកិច្ចការជាប្រចាំបើមិនអញ្ចឹងទេគាត់នឹងឆាតាមដានអ្នកទាំងអស់គ្នាហើយយើងត្រូវតែតេស្ត2ដងហើយនៅពេលដែលរៀនអនឡាញហ្នឹងគឺយើងមានវីដេអូ record ឲ្យអ្នកទាំងអស់គ្នាចាំបាច់បារម្ភទេចាំបើអ្នកទាំងអស់គ្នាចង់រៀនអាចឆាតទៅគាត់បានបើសិនជាអ្នកទាំងអស់គ្នាអត់ហ៊ានសួរគាត់ទេអាចឆាតមកសួរខ្ញុំផ្ទាល់ក៏បានដែរឬក៏ចង់បានរីសតគីមីឬក៏អីផ្សេងៗអាចឆាតមកខ្ញុំបានអូខេបាយបាយអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ